កម្ពុជាថៃរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងកិច្ចប្រជុំទ្វេភាគីនៅខេត្តក្រាប៊ីប្រទេសថៃនាថ្ងៃទី14ខែឧសភាឆ្នាំ2025កម្ពុជាថៃបានបើកកិច្ចប្រជុំទ្វេភាគីលើកទី15ស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តក្រាប៊ីប្រទេសថៃដែលភាគីកម្ពុជាដឹកនាំដោយអាដាមនាយឧត្តមសេនីយ៍មាសវិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងភាគីថៃដឹកនាំដោយអាដាមឧត្តមសេនីយ៍ឯកផានរៈលក្ខបុនអគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនអាដាមឧត្តមសេនីយ៍ឯកផានរៈលក្ខបុនបានថ្លែងពីកិច្ចសហប្រតិបត្តិការការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនថៃកម្ពុជាក្រោមស្មារតីរួមគ្នាពិភាក្សាលើកកម្ពស់ប្រសិទ្ធភាពដោះស្រាយបញ្ហាគ្រឿងញៀនហើយលោកក៏បានថ្លែងអំណរគុណដល់ភាគីកម្ពុជាដែលតែងតែរួមសហការគ្នាយ៉ាងល្អសម្ដៅអនុវត្តឲ្យបាននូវខ្លឹមសារនៃកិច្ចប្រជុំទ្វេភាគីថៃកម្ពុជាដែលបានផ្ដល់ជូនប្រជាពលរដ្ឋប្រទេសយើងទាំងពីរនៅសន្តិសុខភាពសុខសាន្តនិងការអភិវឌ្ឍក្នុងការនោះដែរអាដាមនាយឧត្តមសេនីយ៍មាសវិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បានថ្លែងអំណរគុណដល់ភាគីថៃដែលតែងតែឧបត្ថម្ភគាំទ្រក្នុងគោលបំណងរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែនក៏ដូចជាការបង្ការទប់ស្កាត់ការប្រើប្រាស់និងការព្យាបាលអ្នកញៀនគ្រឿងញៀនការលួចបង្វែរសារធាតុគីមីផ្សំទៅជាគ្រឿងញៀនតាមរយៈយន្តការទ្វេភាគីដោយផ្ដោតទៅលើការពង្រឹងសមត្ថភាពមន្ត្រីការងារស្រាវជ្រាវនានាការផ្លាស់ប្ដូរព័ត៌មានដែលបម្រើដល់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោយពីពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នានឹងគ្នាភាគីទាំងកម្ពុជាថៃបានឯកភាពគ្នាទៅលើការងារចំនួន5 1. ការត្រួតពិនិត្យគ្រឿងញៀនសារធាតុគីមីផ្សំនិងសារធាតុគីមី 2. ការវិភាគគ្រឿងញៀននិងការចងក្រងឯកសារអត្តសញ្ញាណ 3. ការអប់រំបង្ការប្រើបំពេញគ្រឿងញៀន 4. ការព្យាបាលស្មារតីនីតិសម្បទា 5. កិច្ចសហការក្នុងការលើកកម្ពស់សមត្ថភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយគ្នានោះដែរភាគីកម្ពុជាថៃក្រោយពីបានឯកភាពគ្នានៅលើចំណុចទាំង5ដើម្បីបន្តអនុវត្តគឺសុទ្ធតែបានចាត់ទុកស្មារតីនៃកិច្ចប្រជុំលើកនេះគឺបានពីកិច្ចពិភាក្សាទូលំទូលាយនិងស៊ីជម្រៅប្រកបដោយស្មារតីមិត្តភាពនិងការយោគយល់គ្នាទៅវិញទៅមកចេញលទ្ធផលប្រកបដោយផ្លែផ្កានិងជាផែនទីនាំផ្លូវក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសកម្ពុជានិងថៃក៏ដូចជាការចូលរួមក្នុងយន្តការតំបន់ទាំងមូលឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមមួយកម្រិតទៀត